Welcome មកកាន់ blog តៃតៃបងប្អូនថ្ងៃនេះខ្ញុំមកក្រុងប្រសិទ្ធខាងនោះបងប្អូនតែទីតាំងនេះមកនៅណាទៅបងប្អូនផ្លេចបាត់ហើយហើយបងប្អូនអាចមើលការទស្សនាបាត់ខ្ញុំហងបងប្អូនបន្ទាប់ពីមើលមិត្តភក្តិខ្ញុំហមហើយបងប្អូនឥឡូវយើងមកដល់ Wonderland ហើយថ្ងៃនេះយើងមកស្នាក់នៅ Wonderland បងប្អូនអាចមើលត្រីគេស្អាតហើយនៅក្នុងទឹកថ្លាល្អឥឡូវយើងមកខ្ជិលពាក់វ៉ែនតាមួយមើលបងប្អូនហើយអានេះយើងធ្វើដំណើរអានេះពេលដែលយើងចូលមកដល់គឺបុគ្គលិកគាត់រស់រាយហ្មងបងប្អូនគឺនាំយកឡានមកដឹកយើងទៅទស្សនានៅក្នុង Wonderland ហ្នឹងហ្មងបងប្អូននិយាយទៅ special ខ្លាំងមែនតើបងប្អូនហើយអានេះខ្ញុំគាត់ដឹកខ្ញុំទៅកន្លែងឈីកៅយ៉ាបងប្អូនឈីកៅយ៉ាមានម៉ូតូទឹកមានឈីកៅយ៉ាអីចឹងណាបងប្អូនហើយនឹងទុកធំមួយទៀតគាត់នាំខ្ញុំមកមើលចឹងណាបងប្អូនហើយនេះគឺជាគម្រោងដែល Wonderland គាត់ចាប់ផ្ដើមសាងសង់ឲ្យបងប្អូនសម្រាប់កន្ទប់នេះអត់មានអាងទឹកទេបងប្អូនឥឡូវខ្ញុំមកដល់កន្ទប់របស់ខ្ញុំហើយបងប្អូនគាត់ដល់បើកទ្វារមកគឺ fresh ខ្លាំងមែនតើបងប្អូនសាកស្មៃមកបើសិនជាយើងមានផ្ទះបែបអញ្ចឹងមានរបៀបថាកន្ទប់យើងបើកទ្វារមកមានអាងទឹកមានអីគឺ fresh ខ្លាំងមែនតើបងប្អូននេះបងប្អូននេះសម្រាប់កន្ទប់នៅក្នុងវីឡារបស់គេគឺវាបែបអញ្ចឹងបងហើយមួយទៀតបងប្អូនកន្ទប់ទឹកគេស្អាតខ្លាំងមែនតើបងប្អូនចូលទៅ fresh ខ្លាំងមែនតើក៏ឃើញក៏ចង់ងូតទឹកសងំនៅទៅនឹងយូរដែរបងប្អូន scrub ស្បែកស្រាប់អីមានអារម្មណ៍ថា comfort ហ្មងបងប្អូននឹងហើយឥឡូវយើងមកធ្វើខ្ជូតអីនៅលើអាងទឹកអីអញ្ចឹងណានឹងបងប្អូនចង់បញ្ជាក់មួយទៀតថាកន្ទប់នៅក្នុងវីឡារបស់គេហ្នឹងគឺយើងមាន2កន្ទប់សម្រាប់កន្ទប់មួយទៀតវាធំជាងហ្នឹងបងប្អូនតែខ្ញុំបានថតឥឡូវខ្ញុំមកខ្ជិះជក់នៅក្រៅអាងទឹកឲ្យ fresh ចឹងណាបងប្អូនយើងជិះមកពីពេញមកហត់ដែរចឹងណាឥឡូវយើងដើរទៅមើលទ្រុងសัตว์ម្ដងបងប្អូនយរុំសัตว์នៅក្នុងស្អាតណាបងប្អូនសេកអីឡើងខ្ជូតហើយយរុំមានសេកមានទន្សាយមានអីច្រើនបងប្អូនប៉ុន្តែខ្ញុំអត់សូវហ៊ានទៅចិត្តវាបងប្អូនខ្លាចវាឆាបក្បាលខ្ញុំចឹងណាហ្នឹងហើយបងប្អូនសម្រាប់នេះគឺកងោកហើយបងប្អូនស្អាតខ្លាំងមែនតើខ្ញុំទៅឃើញស្អាតខ្លាំងតែអ្នកនរគ្នាសេកនេះកាចខ្លាំងហើយចឹងខ្ញុំហ៊ានទៅចិត្តយូរខ្ញុំថតបានផ្លែចឹងណាបងប្អូនហើយបន្តមកឥឡូវយើងជិះកៅយ៉ាម្ដងបងប្អូនលើកទី1 first time របស់ខ្ញុំហ្មងជិះកៅយ៉ាហ្នឹងបងប្អូនហ្នឹងហើយបងប្អូននេះ breakfast របស់ខ្ញុំថ្ងៃទី2បងប្អូនឥឡូវខ្ញុំមក intro សម្រាប់តែវីឡាហ្នឹងម្ដងទៀតគឺអ្នកទាំងអស់គ្នាឃើញកន្ទប់ខ្ញុំយឺបើកមកគឺពោពេញដោយរបៀបថាអាងទឹកហើយនឹងរបៀបដើមឈើពណ៌បៃតងទាំងអស់អ្នកគ្នាហើយអ្នកគ្នាអាចមើលកន្លែងសាឡុងមួយទៀតបានអាងកន្ទប់មួយទៀតតែខ្ញុំបានថតចឹងណានឹងអញ្ចឹងសម្រាប់បងក៏ចង់ relax ក៏អាចមក relax នៅ Wonderland បានហើយឥឡូវខ្ញុំមកដល់សមុទ្រវិញហើយតែខ្ញុំមកនៅបានមួយផ្លែចឹងណាបងប្អូនហើយបន្តមកខ្ជូតអីតិចតួចអីចឹងទៅក៏ទៅតែវិញចឹងណាអញ្ចឹងប្លុកមានតែប៉ុណ្្នឹងបងបាយបាយហើយបន្តមកខ្ញុំថតមួយមិត្តភក្តិខ្ញុំខ្ជូតអីមួយផ្លែចឹងណាហើយទៅផ្ទះទៅបងប្អូនអញ្ចឹងប៉ុណ្្នឹងប្លុកខ្ញុំមានប៉ុណ្្នឹងបាយបាយ